តែការដាំដុះវិញអត់សូវមានច្រើនទេកន្លងមកគឺយើងឃើញមានអ្នកដាំនៅខាងបាត់ដំបងមាននៅខេត្តបៃលិននៅខេត្តកណ្ដាលមានដាំនៅខេត្តតាកែវហើយនៅពេលនេះគឺមានកសិករព្រៃវែងដែលគាត់ហ៊ានដាំទំពាំងបារាំងវិញនេះបាទអ្នកញ៉ាំទំពាំងបារាំងមានច្រើនប៉ុន្តែអ្នកដាំគឺមានតិចនេះគឺជាឱកាសទីផ្សារមួយដែលកសិករខ្មែរយើងគួរតែសិក្សាអំពីប្រភេទដំណាំមួយនេះពីព្រោះបច្ចុប្បន្ននេះគឺមានការនាំចូលច្រើនដើម្បីផ្គត់ផ្គង់នៅក្នុងតម្រូវការស្រុករបស់យើងទំពាំងបារាំងនេះគឺជាដំណាំមួយដែលអត់សូវហានិភ័យទៅលើសត្វល្អិតទេបាទនៅក្នុងចំការមិនថាចំការនេះឬក៏ចំការដែលខ្ញុំទៅចំការផ្សេងនៅខាងខេត្តបាត់ដំបងទេអត់សូវមានបញ្ហាទៅលើសត្វល្អិតទេបាទអ្នកដាំដូចគ្នាគាត់ឃើញសង្កេតឃើញដូចគ្នាប៉ុន្តែអ្វីដែលបញ្ហាគឺទៅលើគាត់ត្រូវគ្រប់គ្រងដីរបស់គាត់នឹងឲ្យខុសល្អតម្រូវឲ្យគាត់ប្រើជីកប៉ុសឲ្យបានច្រើនទាំងជីធម្មជាតិទាំងជីសរីរាង្គជីកប៉ុសផលិតពីលំមុខសត្វឬក៏ជីកប៉ុសផលិតពីកាកសំណល់ស្មៅអីផ្សេងៗហ្នឹងគាត់ធ្វើឲ្យបានច្រើនដើម្បីដាក់ចូលនៅក្នុងដីរបស់គាត់ដើម្បីឲ្យបានផុសល្អបើសិនបើគាត់អត់ធ្វើឲ្យដីផុសល្អទេបងប្អូនសម័យមកវាជាប្រភេទទំពាំងអញ្ចឹងបើសិនបើដីយើងរឹងដីយើងអត់ផុសល្អការចេញទំពាំងបែបនេះក៏អត់សូវឆ្លោះល្អដែរបាទទំពាំងបារាំងគឺជាដំណាំមួយដែលត្រូវការធម្មជាតិឲ្យបានច្រើនវាអត់ត្រូវការដីដក់ទឹកហើយអត់ត្រូវការដីបែបដីអត់ទេអញ្ចឹងវាត្រូវការដីល្បាយជាប្រភេទដីល្បាយបងប្អូនអាចកែប្រែបានដោយប្រើជីកំប៉ុស្តឲ្យបានច្រើនប្រើជីធម្មជាតិឲ្យបានច្រើនបាទហើយសម្រាប់តំបន់ដែលគាត់ហ៊ានទំនាបឬក៏តំបន់ដែលអាចលិចនៅពេលដែលរដូវភ្លៀងបងប្អូនអាចធ្វើចោដើម្បីរំដោះទឹកជាពិសេសគឺនៅពេលភ្លៀងបាទបើសិនបើលិច1ម៉ោង2ម៉ោងឬក៏ក្នុងរយៈពេល1ថ្ងៃអូខេប៉ុន្តែបើលិចរយៈពេលយូរធ្វើឲ្យដំណាំរបស់យើងអាចរលួយខូចតែម្ដងហើយសម្រាប់រដូវភ្លៀងឬក៏រដូវដែលមានទឹកភ្លៀងមកជោគជាំពេកក៏វាអត់សូវចេញទំពាំងដែរហើយពេលក្តៅពេកក៏វាអត់សូវចេញដែរអញ្ចឹងវាជាប្រភេទដំណាំមួយដែលវាត្រូវការស្ថិរភាពរៀងល្មមប៉ុន្តែលក្ខខណ្ឌនៅស្រុកយើងគឺវាអាចផ្ដល់ផលបានគ្រាន់តែខែនេះគឺសម្បូរប៉ុន្តែដល់ពេលខែរៀងក្តៅទីរៀងខ្សត់ទីហើយខែភ្លៀងខ្លាំងក៏វាអត់សូវចេញជាទំពាំងច្រើនដែរបាទបើប៉ុណ្ណេះវាចង់ហូរហើយណាបាទតែសិនបើយើងដកថ្ងៃហ្នឹងអូខេតែបើទុកតែមួយថ្ងៃទៀតហូរហើយបាទវាឡើងបែកខ្នែងចេះអត់សូវឆ្ងាញ់ទេបាទតែបើប៉ុណ្ណេះវិញល្មមនេះអានេះកំពុងពេញល្មមហ្មងយើងអាចយកទៅឆាយើងអាចយកទៅបែបចុចជាម្លក់ឬក៏យើងអាចជ្រាបឆាប្រេងខ្យងឬក៏ស្រស់អីបាទយើងអាចញ៉ាំឆៅបានទៀតខ្ចីល្អបងប្អូន